ជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពនឹងជម្រាបសួរទៅកាន់លោកសាស្ត្រាចារ្យអុកច័ន្ទវាសនាដែលជាសាស្ត្រាចារ្យបង្រៀនទៅលើមុខវិជ្ជាបរិយាកាសសេដ្ឋកិច្ចនិងពាណិជ្ជកម្មសម្រាប់វិស័យទេសចរណ៍ក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះដែរពួកយើងជាសមាជិកក្រុមទី10នឹងមកធ្វើការបកស្រាយទៅលើប្រធានបទមួយក្រោមចំណងជើងថា APEC អញ្ចឹងតើ APEC នឹងគឺជាអ្វី APEC គឺជាអក្សរកាត់មកពីពាក្យពេញថា Asia Pacific Economic Cooperation ជាវេទិកាមួយរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនិយាយតាក់ទងជាមួយនឹងវិស័យសេដ្ឋកិច្ចអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ថាតើប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហ្នឹងគេមានផែនការក៏ដូចជាគោលការណ៍បែបម៉េចដើម្បីពង្រឹងទៅលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ឲ្យមានការកើនឡើងអញ្ចឹងថ្ងៃនេះដែរក្រុមយើងខ្ញុំនឹងមកធ្វើការបកស្រាយក៏ដូចជាណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះឯងចំពោះវេទិកានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី6-7 ខែវិច្ឆិកាឆ្នាំ1989នៅទីក្រុង Canberra ប្រទេសអូស្ត្រាលីហើយមកដល់សប្តាហ៍ថ្ងៃនេះដែរ APEC មានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរីចំពោះគោលបំណងនៅក្នុងការបង្កើតវេទិកានេះឡើងមកគឺដើម្បីប្រម៉ូទទៅលើការជួញដូរការវិនិយោគនិងជាពិសេសនោះគឺការសហប្រតិបត្តិការគ្នារវាងប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅលើវិស័យសេដ្ឋកិច្ចនឹងដើម្បីឲ្យកាន់តែមានភាពរីកចម្រើនជាពិសេសនោះគឺរីកលូតលាស់ទៅបានកាន់តែលឿនចូលដល់ចំណុចទី2 APEC Economic ដោយមានពាក្យពេញថាអាស៊ានប៉ាស៊ីហ្វិកនៃសេដ្ឋកិច្ចនៅក្នុងនោះមាន21សមាជិកប្រទេសទី1គឺអូស្ត្រាលីទី2ប្រ៊ុយណេហ្សេឡង់ទី3កម្ពុជាទី4កាណាដាទី5ឈីលីទី6ចិនទី7ហុងកុងទី8ឥណ្ឌូនេស៊ីទី9ជប៉ុនទី10កូរ៉េខាងត្បូងទី11ម៉ាឡេស៊ីទី12មេxiកូទី13ញូហ្សេឡង់ទី14ប៉ាពូញូហ្គីនីទី15ប៉េរូទី16ហ្វីលីពីនទី17រុស្ស៊ីទី18សិង្ហបុរីទី19ឆៃនីសតៃប៉េតៃវ៉ាន់ទី20ប្រទេសថៃទី21សហរដ្ឋអាមេរិកចូលមកដល់សំណួរទី3ប្រវត្តិនៃការបង្កើតគម្រោងនេះគឺជាគំនិតរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Robert Lee Hawke ដែលត្រូវបានគេស្គាល់ផងដែរជា Bob Hawke នៅក្នុងឆ្នាំ1989លោក Bob Hawke បានស្នើឲ្យមានការបង្កើត APEC ពីព្រោះលោកបានឃើញការផ្លាស់ប្ដូរសេដ្ឋកិច្ចសំខាន់ៗកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ1980ប្រទេសនានាក្នុងតំបន់រួមទាំងប្រទេសអូស្ត្រាលីជប៉ុនអាមេរិកនិងប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែច្រើនតាមរយៈពាណិជ្ជកម្មការវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុន្តែមានវេទិកាផ្លូវការសម្រាប់សេដ្ឋកិច្ចទាំងនោះដើម្បីជួបនឹងសហការគ្នានោះទេលោក Hawke ជឿជាក់ថាការបង្កើតការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចក្នុងតំបន់តម្រូវឲ្យមានវេទិកាមួយដែលសេដ្ឋកិច្ចអាចចែករំលែកគំនិតសម្រាប់សម្រួលគោលនយោបាយនិងជៀសវាងជម្លោះពាណិជ្ជកម្មលោកក៏បានយល់ផងដែរថាសកលភាវូបនីយកម្មកំពុងបង្កើតល្បឿនហើយតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវប្រឆាំងការប្រកួតប្រជែងជាមួយអឺរ៉ុបនិងអាមេរិកខាងជើងដែលមានប្លុកសេដ្ឋកិច្ចរឹងមាំរួចទៅហើយដូចជាសហគមន៍សេដ្ឋកិច្ចអឺរ៉ុបហេតុផលសំខាន់មួយទៀតគឺទស្សនៈរបស់លោកថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាចលើកកម្ពស់ស្ថិរភាពនិងសន្តិភាពលោក Hawke ជឿជាក់ថាប្រទេសដែលចូលរួមក្នុងពាណិជ្ជកម្មនិងវិនិយោគនឹងការបង្កើតទំនុកចិត្តនិងការពឹងពាក់គ្នាទៅវិញទៅមកដោយកាត់បន្ថយលទ្ធភាពនៃជម្លោះនៅក្នុងពេលជាមួយគ្នានេះលោកចង់ឲ្យមានវេទិកានេះមានភាពបត់បែននិងស្ម័គ្រចិត្តដូច្នេះប្រទេសដែលមានប្រព័ន្ធនយោបាយនិងកម្រិតអភិវឌ្ឍខុសៗគ្នាអាចចូលរួមដោយមិនចាំបាច់បង្ខំឲ្យអនុវត្តតាមច្បាប់តឹងរ៉ឹងនោះទេលើពីនេះទៀតលោក Hawke បានសង្កត់ធ្ងន់លើការគាំទ្រដល់សេដ្ឋកិច្ច
សេដ្ឋកិច្ចកំពុងអភិវឌ្ឍលោកបានឃើញថា APEC ជាមធ្យោបាយមួយសម្រាប់សមាជិកដែលមានការអភិវឌ្ឍតិចតួចក្នុងការរៀនសូត្រពីសេដ្ឋកិច្ចជឿនលឿនកែលម្អគេហដ្ឋានរចនាសម្ព័ន្ធជំនាញនិងគោលនយោបាយរបស់ពួកគេនឹងរីកចម្រើនលឿនជាងមុនផ្នែកសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិជាងការប្រកួតប្រជែងលោកសង្ឃឹមថានឹងកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងសេដ្ឋកិច្ចអ្នកមាននិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍដែលធ្វើឲ្យតំបន់ទាំងមូលកាន់តែរឹងមាំនិងរីកចម្រើនចុងក្រោយលោកBob Hawkeបានឃើញថា APEC ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគដោយសេរីបង្កើតឲ្យមានអាជីវកម្មឆ្លងកាត់ព្រំដែននិងសម្រួលដល់ការកំណើនសេដ្ឋកិច្ចក្នុងតំបន់ចក្ខុវិស័យរបស់លោកគឺសម្រាប់វេទិកាមួយដែលមានកាតព្វកិច្ចរួមបញ្ចូលនិងសហប្រតិបត្តិការដែលនឹងអនុញ្ញាតឲ្យសេដ្ឋកិច្ចនិងអាស៊ីប៉ាស៊ីហ្វិកធ្វើការរួមគ្នាដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរួមរបស់ពួកគេចូលមកដល់ចំណុចទី4 How does APEC work តើរបៀបរបបក្នុងការធ្វើការរបស់ APEC ហ្នឹងគេប្រព្រឹត្តទៅយ៉ាងដូចម្ដេចអញ្ចឹង APEC មាន 5 ចំណុចក្នុងការធ្វើការរបស់គេទី1ហ្នឹងគឺ structure របៀបរបបដែល APEC គឺគេរៀបចំការងារអញ្ចឹងដោយសារតែ APEC ហ្នឹងគឺជាវេទិកាសេរីមានន័យថាប្រទេសដែលជាសមាជិកទាំងអស់មានសិទ្ធិក្នុងការចូលរួមបញ្ចេញមតិយោបល់ក៏ដូចជាគោលគំនិតផ្សេងអញ្ចឹងហើយរាល់ការធ្វើការគេត្រូវការកោះហៅប្រជុំប្រទេសទាំងអស់ដែលជាសមាជិកនឹងចំពោះការប្រជុំចែកចេញជា4គឺប្រជុំរបស់នាយករដ្ឋមន្ត្រីនិងបនាយករដ្ឋមន្ត្រីដែលគេប្រព្រឹត្តទៅមួយឆ្នាំម្ដងដើម្បីរៀបចំនៅផែនការក៏ដូចជាដាក់នៅគោលដៅហើយធ្វើយ៉ាងណាឲ្យសម្រេចនៅគោលដៅដែលគេចង់បាន Ministerial Meeting ឬក៏កិច្ចប្រជុំរបស់រដ្ឋមន្ត្រីនឹងកោះហៅប្រជុំបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីប្រជុំរួចដើម្បីរៀបចំនៅ specific plan ទៅលើការ trade invest និង economic growth បន្តមកទៀតគឺមាន SOM ឬក៏ Senior Official Meeting ចំពោះ Senior Government Official ពួកគាត់មានតួនាទីក្នុងការរៀបចំនៅរបាយការណ៍ក៏ដូចជា make sure ថា project ដែលកំពុងតែរៀបចំហ្នឹងវាត្រូវនៅអ្វីដែលខាងនាយករដ្ឋមន្ត្រីរបស់ពួកគាត់ម្នាក់ចង់បាននិងចុងក្រោយ working group this working group focus on specific areas such as trade energy ឬក៏ small medium enterprise so in short leader គឺជាអ្នកសម្រាប់ចាត់ថានឹងត្រូវធ្វើបែបណាបន្តមកទៀត minister នឹងពួកគាត់ជាអ្នកពិភាក្សារកនៅក្រមការផ្សេងក្នុងការអនុវត្តការងារហើយចុងក្រោយអ្នកដែលអនុវត្តការងារនោះគឺជា official និង working group ចូលមកដល់ចំណុចទី2 decision making ដោយសារតែ APEC is not strict like some international organization អញ្ចឹងហើយរាល់ការសម្រេចចិត្តគឺប្រទេសជាសមាជិកមានសិទ្ធិក្នុងការសម្រេចចិត្តយ៉ាងពេញលេញពួកគេមានសិទ្ធិក្នុងការជ្រើសរើសនិងធ្វើតាមអ្វីដែលពួកគេគិតថាត្រឹមត្រូវហើយនឹងមានសិទ្ធិមិនធ្វើតាមអ្វីដែលពួកគេគិតថាមិនត្រឹមត្រូវនិងគ្មានការទទួលទោសទណ្ឌកម្មអំពីសំណាក់ APEC ឡើយទី3 main activity តើអ្វីទៅគឺជា main activity របស់ APEC APEC have 3 main pillar ទី1តាក់ទងជាមួយនឹង trade និង investment អញ្ចឹងមានន័យថា trade និង investment នឹងគឺគេចង់បើកទីផ្សារទៅកាន់សមាជិកផ្សេងរបស់គេនឹងឲ្យកាន់តែទូលំទូលាយហើយទី2 business facilitation គេ make sure ថា trade នឹងវា easier ហើយនឹង faster ជាពិសេសគឺ improve ទៅលើ small ក៏ដូចជា medium business ឬក៏ digital trade នឹងហើយចំពោះ small និង medium business នឹងគឺគេ support ខ្លាំងនិងចុងក្រោយ economic and technical cooperation ជាការចែករំលែកនៅចំណេះដឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យានិងជំនាញផ្សេងដើម្បីជួយទៅដល់ប្រទេសដែលកំពុងតែអភិវឌ្ឍចូលមកដល់ចំណុចទី4 special feature តើអ្វីទៅដែលធ្វើឲ្យ APEC នឹងខុសប្លែកពីវេទិកាផ្សេង
APEC នឹងខុសប្លែកពីវេទិកាផ្សេងៗត្រង់ថា APEC is flexible មានន័យថាប្រទេសជាសមាជិកមិនបាច់ចាំចូលរួមប្រជុំគ្រប់ program ទាំងអស់របស់ APEC ទេ ពួកគេអាចជ្រើសរើសតែ program ណាដែលកំពុងត្រូវនឹងប្រទេសរបស់គេក៏ដូចជាអ្វីដែលប្រទេសរបស់គេកំពុងត្រូវការហើយបន្តមកទៀត APEC មិន focus ទៅលើនយោបាយផ្សេងៗឬក៏ military thing អីផ្សេងៗទេ APEC only focus ទៅលើ trading និង economic rule business rule only ហើយនៅចុងក្រោយនោះគឺ inclusive APEC គឺ support គ្នាទៅវិញទៅមកមានន័យថាប្រទេសដែលអភិវឌ្ឍទៅហើយនោះផ្ដល់ជាមេរៀនជាយោបល់ក៏ដូចជាជំនួយទៅដល់ប្រទេសជាសមាជិកកំពុងអភិវឌ្ឍចំណុចទី5 impacts why APEC matter APEC នឹងវា matter ដោយសារតែ APEC encourage the country to work together as a connected region ដើម្បីធ្វើឲ្យការ trading នឹងវា become easier ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងអាស៊ីប៉ាស៊ីហ្វិកនឹងកាន់តែកើនឡើងចំណុចចុងក្រោយលទ្ធផលនៃអាស៊ីប៉ាស៊ីហ្វិកដែលមានពាក្យកាត់ថា APEC មានសកម្មភាពតាំងពីឆ្នាំ1989ហើយទោះបីជាមិនពាក់ព័ន្ធក៏ដោយក៏សម្រេចបាននៅលទ្ធផលសេដ្ឋកិច្ចនិងតំបន់សំខាន់ផងដែរទី1កំណើនពាណិជ្ជកម្មនិងការវិនិយោគកាត់បន្ថយពន្ធគយនិងរបាំងពាណិជ្ជកម្មនៅក្នុងសេដ្ឋកិច្ចសមាជិកជាច្រើនទំហំពាណិជ្ជកម្មកើនឡើងនិងលំហូរវិនិយោគនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកជំរុញឲ្យមានសេរីភាពវិនិយោគសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍចំណុចទី2កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចែករំលែកបច្ចេកវិទ្យាចំណេះដឹងនិងការអនុវត្តល្អៗគម្រោងគាំទ្រក្នុងវិស័យអប់រំសេដ្ឋកិច្ចឌីជីថលថាមពលនិងសុខភាពជួយអភិវឌ្ឍសេដ្ឋកិច្ចកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងជំនាញអាជីវកម្មទី3ការសម្របសម្រួលអាជីវកម្មសម្រួលនីតិវិធីនិងបទបញ្ញត្តិគយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសធុនតូចនិងមធ្យមហៅថា SMEF ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិទី4ស្ថិរភាពក្នុងតំបន់ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចបានពង្រីកទំនុកចិត្តនយោបាយសមាជិកដោះស្រាយវិវាទតាមរយៈការពិភាក្សាមិនមែនជាជម្លោះទេទី5ឥទ្ធិពលនៅក្នុងសេដ្ឋកិច្ចសកលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកកាន់តែមានការប្រកួតប្រជែងជាសកលកំណត់ស្តង់ដារសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អញ្ចឹងយើងដឹងហើយថា APEC គឺបង្កើតឡើងដើម្បីឲ្យចរន្តនៃសេដ្ឋកិច្ចមានការអភិវឌ្ឍនិងចាប់ដៃគ្នាក្នុងការពង្រីកទំនុកចិត្តនយោបាយដោយដោះស្រាយតាមសន្តិវិធីនិងតាមផ្លូវច្បាប់សម្របសម្រួលបទបញ្ញត្តិនៃគយសូមអរគុណ